វេទិកានឹងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ2025គឺជាវេទិកាដ៏សំខាន់មួយដែលផ្ដោតលើការជំរុញការវិនិយោគនវានុវត្តន៍និងភាពជាដៃគូនៅក្នុងវិស័យកសិចំណីអាហាររបស់កម្ពុជាព្រឹត្តិការណ៍តាំងពិព័រណ៍នេះមានការរៀបចំដឹកនាំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដោយមានការគាំទ្រពីអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា FAO ក្រោមគំនិតផ្ដួចផ្ដើមរួមជាមួយដៃគូជាតិនិងអន្តរជាតិជំរាបសួរខ្ញុំបាទឈ្មោះពឿនពេទ្យជាប្រធានសហគមន៍កសិកម្មពេលមានជ័យឲ្យមកពីខេត្តត្បូងឃ្មុំបាទនៅក្នុងកម្មវិធីនេះខ្ញុំមកតាមរយៈកម្មវិធី Aspire AT បាទសម្រាប់ខេត្តខ្ញុំបើគិតត្រឹមថ្ងៃនេះដូចជាមានខ្ទង់ជុំវិញ50នាក់បាទសម្រាប់វេទិកានេះគឺមានការប្លែកច្រើនព្រោះថាវាជាការតាំងពិព័រណ៍ដ៏ធំមួយទូទាំងលំដាប់ប្រទេសបាទអញ្ចឹងយើងបានឃើញនៅផលិតផលខ្មែរយើងមានគ្រប់ផលិតផលតាមការសង្កេតឃើញផលិតផលរបស់ខ្មែរយើងឥឡូវគឺមានលក្ខណៈល្អប្រសើរច្រើនទាំងគុណភាពមានការគ្រប់គ្រងច្រើនបាទខ្ញុំមានអារម្មណ៍សប្បាយរីករាយដែលបានឃើញកម្មវិធីដ៏ធំមួយដែលខ្ញុំធ្លាប់បានឃើញពីមុនមកបាទសម្រាប់ខ្ញុំផ្ទាល់គឺចង់សំណូមពរឲ្យមានកម្មវិធីបែបនេះជារៀងរាល់ឆ្នាំបាទខ្ញុំមានអារម្មណ៍សប្បាយរីកដែលបានឃើញតាំងពិព័រណ៍ផលិតផលខ្មែរលើកតម្កើងដល់កសិករខ្មែរចាដែលគាត់បានមានឱកាសបង្ហាញពីផលិតផលរបស់ខ្លួនចានិយាយទៅមានការគ្រប់គ្រងពី Aspire ដែលបាននាំក្រុមរបស់ខ្ញុំមកទស្សនកិច្ចនៅកោះពេជ្រនេះចាដែលធ្វើឲ្យក្រុមរបស់ខ្ញុំគាត់បានស្គាល់ពីការចូលរួមតាំងពិព័រណ៍ធ្វើឲ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយដែលបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៍ដ៏ធំនេះអ្នកចូលរួមគាត់បានមកមើលពីផលិតផលរបស់ខ្មែរស្នាដៃកូនខ្មែរដែលគាត់ដាំដុះហើយគាត់បានយកមកតាំងពិព័រណ៍បង្ហាញថានេះជាផលិតផលរបស់យើងបាទចំពោះខ្ញុំវិញគឺខ្ញុំមានចំណាប់អារម្មណ៍រីករាយយ៉ាងខ្លាំងពេលដែលមកឃើញបងប្អូនជាកសិករយើងគាត់មានផ្លែឈើបន្លែត្រីសាច់ហើយនឹងមានគ្រឿងចាក់សពបែបយ៉ាងសម្រាប់ឲ្យពួកយើងមើលពិតជារបស់ខ្មែរពិតមិនមែនរបស់នាំចូលទេគឺដោយប្រជាកសិករក្នុងសហគមន៍គាត់ដាំគាត់បណ្ដុះដោយខ្លួនគាត់ពិតខ្ញុំទៅវិញក៏ខ្ញុំបរិយាខ្លួនពួកខ្ញុំជាមួយសហគមន៍ខ្ញុំឲ្យបានដើរដោយពួកគាត់អញ្ចឹងខ្ញុំស្រែកអូនណាស់ដែលមកតាមកម្មវិធី Aspire AT គាត់ជួយទ្រាំទ្រជាមួយសហគមន៍កសិកម្មគ្រប់ទីកន្លែងអញ្ចឹងខ្ញុំបានទស្សនកិច្ចនៅថ្ងៃនេះគឺស្រែកអូសប្បាយជួបប្រជាកសិករកសិកម្មគ្រឿងចាក់គ្រប់ធនដែលមានពំនាំទាំងពី2000នៅពេលនេះទី1មានតាំងពីគោមានទាំងគោទឹកដោះគោសាច់មានត្រីបង្កងមានទាំងបន្លែគ្រប់ប្រភេទមានទាំងបន្លែសុវត្ថិភាពបន្លែសរីរាង្គមានតែទឹកផ្លែឈើកែច្នៃនៅក្នុងស្រុកអញ្ចឹងថ្ងៃនេះខ្ញុំស្រែកអូណាកម្ពុជាគឺមានសពមុខរបស់នៅក្នុងស្រុកពិតដូចជាអង្គផលិតបានល្អកម្ពុជាយើងធ្វើបានខ្ញុំសូមចែកម្លែកដល់បងប្អូនកសិករគាត់មិនបានចូលរួមជាសមាជិកសហគមន៍កសិកម្មចឹងឲ្យសូមគាត់វិលមកចូលរួមជាសមាជិកសហគមន៍កសិកម្មទី1សហគមន៍ជួយដោះស្រាយបញ្ហាភាពចូលនាំចូលធ្វើម៉េចឲ្យបានទិញតម្លៃទាបជាងទីផ្សារឯកជនចឹងកម្មវិធី Aspire AT នេះគាត់ជួយពិតមកក្នុងសហគមន៍ជួយយ៉ាងទូលំទូលាយខ្ញុំសូមអរគុណរាជរដ្ឋាភិបាលហើយនិងក្រសួងកសិកម្មហើយមន្ត្រីកសិកម្មដែលគាត់បានបង្កើតកម្មវិធីនេះឡើងឲ្យកសិករយើងបានចូលរួមក្នុងកម្មវិធីនេះដែលបានជួយសម្របសម្រួលនាំសមាជិកសហគមន៍ខ្ញុំដូចជាសហគមន៍នៅក្នុងខេត្តទាំងអស់ឲ្យបានមកទស្សនានៅកម្មវិធីតាំងពិព័រណ៍ដ៏ធំនេះបាទដែលលោកបង្កើតជាវេទិកានេះគឺល្អណាស់សម្រាប់ប្រជាពលរដ្ឋសម្រាប់ប្រជាកសិករហើយនឹងអរគុណដល់Aspire AT ដែលបានពួកគាត់ផ្ដល់លទ្ធភាពដូចជាផ្ដល់ឱកាសឲ្យពួកខ្ញុំបានមកទស្សនាទីនេះពិតជាសប្បាយរីករាយមែនក្នុងក្រុមពួកខ្ញុំដែលអញ្ជើញមកវាជួបគ្រឿងចាក់ជួបផលិតផលជួបបន្លែត្រីសាច់ដែលបងប្អូនខ្មែរយើងនៅក្នុងស្រុកគាត់ផលិតគាត់ធ្វើដោយស្នាដៃរបស់គាត់ពិតខ្ញុំសូមអំពាវនាវឲ្យអំពាវនាវទៀតក៏នឹងជួយត្រេកអរយ៉ាងខ្លាំងដែលឃើញពួកគាត់បានធ្វើបានយកមកដាក់តាំងលក់នេះសូមអរគុណច្រើន